think drink think blanket drunk ผมเรียบสู้นักต่างๆนี้สุขสบายเจเต้แทน Hello everybody how are you today Hello student 大家好今天你们好吗我很好បាទថ្ងៃនេះខ្ញុំបាន Mr. សំសុធាសំកាអនុញ្ញាតទូខ្លួនមកបង្រៀនភាសាអង់គ្លេសទៀតហើយថ្ងៃនេះផងដែរបាទសូមរៀនមេរៀនបន្តទី3ដដែលបាទហើយថ្ងៃនេះបាទយើងនឹងសិក្សាតាក់ទងនឹងភាសាអង់គ្លេសមូលដ្ឋានគ្រឹះបាទថ្នាក់ដំបូងដដែលគឺថ្មីចាស់តែម្ដងសម្រាប់ពុកម៉ែបងប្អូនបាទដែលមិនចេះភាសាអង់គ្លេសសោះហើយចង់ចេះភាសាអង់គ្លេសអាចមើលវីដេអូនេះបានណារៀន step by step ម្ដងតិចហើយអ្នកដែលចេះរួចរាល់ហើយអាចរំលឹកបានបាទហើយមេរៀនដែលខ្ញុំបានធ្វើនេះហើយមានការខុសឆ្គងយ៉ាងណាក៏សូមអធិស្ឋានទុកជាមុនគោលបំណងគឺអ្វីដែលខ្ញុំបានចេះតិចតួចខ្ញុំចង់ជួយចែករំលែកបន្តណាទៅអ្នកដែលចង់ចេះភាសាអង់គ្លេសហើយការរៀនសម័យឥឡូវទូលំទូលាយណាបាទចង់រៀនតាម YouTube ក៏បានបាទចង់រៀនតាម TikTok ក៏បានតាម Facebook ក៏បានប៉ុន្តែដោយសារតែខ្ញុំពេញចិត្តបាទក្នុងការធ្វើបាទអញ្ចឹងទេមេរៀនដែលខ្ញុំបានធ្វើនេះទោះបីតិចក្តីច្រើនក្តីហើយវាជាមេរៀនមួយដែលមិនដូចថាទំនើបមែនប៉ុន្តែចិត្តដែលខ្ញុំចង់ធ្វើនេះចង់ជួយចែករំលែកអ្វីដែលចេញអំពីទឹកចិត្តរបស់ខ្ញុំបាទអញ្ចឹងទេកុំឲ្យខាតពេលវេលាបាទសូមមើលមេរៀនទាំងអស់គ្នាណាប៉ុន្តែមុននឹងចូលមេរៀនខ្ញុំបាទសូមរំលឹកកាលពីម្សិលមិញយើងរៀនតាក់ទងអក្សរអីខ្លះដែរបាទម្សិលមិញឧទាហរណ៍អក្សរអីគេអក្សរNG បាទ NG ស្មើងបាទឧទាហរណ៍ sing បាទ sing ច្រៀងបាទ sing ច្រៀងអញ្ចឹងយើងដឹងហើយ s នេះស្មើសឬក៏សូបាទ I នេះស្មើនឹងស្រៈ E បាទស្រៈ E បាទ NG នេះស្មើនឹងសងបាទអញ្ចឹងយើងបូកចូលគ្នាមកសបូកស្រៈ E បូកនឹងងបានមកទៅជា sing បាទច្រៀងហើយ sing នៅសខ្ញុំច្រៀងចម្រៀងបាទហើយបងប្អូនដែលចង់ចេះភាសាអង់គ្លេសយើងសង្កេតចឹងណាយើងមើលត្រូវតែចំណាំឧទាហរណ៍ពី sing នឹងមួយត្រូវតែដឹងថា s នេះស្មើអក្សរខ្មែរអី I ស្មើអី NG នេះស្មើអីទៅយើងអាចបង្កបានអញ្ចឹង easy តែម្ដងបើយើងចាំមួយហើយយកមកគុំចូលគ្នាទៅងាយស្រួលក្នុងការអានហើយការអានអត់ចេះខុសទេទោះបីយើងអានមិនតង់ដូចបរទេសក៏ដោយប៉ុន្តែសម្លេងដែលយើងអានហ្នឹងគេអាចទទួលយកបានណាមិនជាដូច 100% ក៏អាចស្ដាប់បានបាទឥឡូវក៏បើខាត់ពេលវេលាយើងសុំមើលទាំងអស់គ្នាបាទថ្ងៃនេះយើងរៀនអក្សរ NK ស្មើនឹងអក្សរងប៉ុន្តែមានខបាទតើលខិតពីខាងក្រោយនេះយើងអានថាងឹឥឡូវមកឧទាហរណ៍បញ្ឆាប់យល់ឧទាហរណ៍គិត think បាទខ្ញុំក៏គិតអ៊ីចឹងដែរ I think so ផឹក drink ខ្ញុំមិនផឹកស្រាបៀរទេ I don't drink beer អរគុណ thank អរគុណណាស់ thank you ភួយបាទភួយដណ្ដប់ណា blanket ដណ្ដប់ភួយ put on the blanket ស្រវឹង drunk ខ្ញុំស្រវឹងហើយ I am drunk បាទអញ្ចឹងថ្ងៃនេះយើងរៀនតែប៉ុណ្្នឹងទេណាតិចប៉ុន្តែពាក្យល្អហើយសំខាន់ជាងគេគឺគូបំណងឲ្យចំណាំ NK ណានេះស្មើនឹង NK ស្មើសងហើយមានខតើគិតពីក្រៅអានថាងបាទយើងមើលនេះណាវាជា think drink think blanket drunk បាទហើយវីដេអូដែលខ្ញុំបានធ្វើនៅពេលនេះសូមចប់ឲ្យសង្ខេបតែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលាបាយបាយ再见明天见